ស្ងោរជ្រក់ត្រីម្ដងបងអូនអើយដូចជាខានស្ងោរជ្រក់ត្រីហូបយូរដែរហើយហ៎អញ្ចឹងហើយមានអង្គយូរទេបងអូនអើយក៏ទិញត្រីមកបាន2ក្បាលយកមកស្ងោរជ្រក់ទៅហើយក៏មានត្រីចៀនមួយមុខផងដែរចាថ្ងៃនេះបាន2មុខបងអូនអើយហើយ2មុខហ្នឹងសិតតែត្រីទេចាអត់មានសាច់មួយមុខអីទេដោយសារតែមួយថ្ងៃហ្នឹងហូបសាច់ជាប់គ្នាសាច់មែនតើហ្មងបងអូនអើយហើយ2មុខនេះសុំត្រីសុទ្ធហើយចាគ្មានសាច់មួយមុខណាទេណែបងអូនអើយឥឡូវនាងខ្ញុំកំពុងតែរៀបចំក្រូចស្លោហើយចាហើយគ្រឿងជ្រក់របស់នាងខ្ញុំមានអីច្រើនទេបងអូនមើលតាមក្នុងវីដេអូនឹងឯងចាហើយស្ងោរជ្រក់ត្រីនេះដែរនាងខ្ញុំដាក់បាយមួយកូនចានផងដែរចាគ្រួសាររបស់នាងខ្ញុំធ្លាប់តែស្ងោរជ្រក់អញ្ចឹងបងអូនអញ្ចឹងហើយនាងខ្ញុំស្ងោរអញ្ចឹងទៅហើយស្ងោរអញ្ចឹងឆ្ងាញ់មួយយ៉ាងដែរតាបងអូនដូចបវរត្រីអញ្ចឹងបងអូនឥឡូវនាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងក្រូចកាត់ឆ្អាបហើយចាបងអូនគល់ក្រៃហើយនឹងទឹកក្រូចសើចរំដេងនឹងឯងចាដើម្បីកាត់ជាតិឆ្អាបត្រីយើងអញ្ចឹងបងអូនហើយស្ងោរជ្រក់ត្រីលើកនេះនាងខ្ញុំដាក់ត្រីទាំងមូលហើយបងអូនអើយខ្ជិលកាត់កង់អីណាមើលទៅវាទូចពេកហ៎ហើយនាងខ្ញុំស្ងោរតែមួយចានទេសារតែគ្រួសារខ្ញុំមិនសូវចូលចិត្តត្រីប្រហែលទេសិតតែអ្នកចូលចិត្តហូបសាច់អញ្ចឹងណាដល់ពេលថ្ងៃនេះស្ងោរជ្រក់ត្រីហើយនឹងជៀនត្រីទៀតដឹងតែសោបាយហើយខ្ញុំថ្ងៃនេះបងអូនអើយស្ងោរមែនតាប្រគេមិនសូវហូបសាច់ត្រីលក្ខណៈថាគេខ្ជិលបេះឆ្អឹងទេដឹងមែនអត់បងអូនគ្រួសារបងអូនដូចគ្រួសារខ្ញុំអញ្ចឹងអត់គ្រួសារខ្ញុំគាត់ខ្ជិលបេះត្រីណាដល់ពេលអញ្ចឹងតែស្លោត្រីម្ដងអីក៏មិនសូវលុកទេគ្រួសារខ្ញុំហ្នឹងបងអូនអើយតែមិនថ្មីទេធ្វើម៉េចស្លោខ្លួនឯងចូលចិត្តខ្លះស្លោឲ្យគ្រួសារចូលចិត្តខ្លះទៅម្ដងម្នាក់អញ្ចឹងក៏ទៅតាមចិត្តគេពេកមានសម្ពាធខ្លួនឯងមែនអត់បងអូនពេលខ្លះក៏តាមចិត្តខ្លួនឯងម្ដងខ្លះទៅខ្លួនឯងចូលចិត្តត្រីស្លោត្រីហូបខ្លះទៅអញ្ចឹងហើយសាច់ហ្នឹងលក្ខណៈថាភិកច្រើនអញ្ចឹងត្រីភិកតិចសម្រាប់ខ្ញុំបងអូនឥឡូវក៏តែនិយាយសម្លស្ងោរជ្រក់ត្រីរបស់នាងខ្ញុំឆ្អិនបានមួយមុខបាត់បងអូនអើយនេះជាមួយទឹកត្រីទេសចឹងទៀតមកបងអូនអើយនិយាយថាចាប់ចិត្តគ្នាតែម្ដងចាហើយស្ងោរជ្រក់ត្រីក្រហមកន្ទុយក្រហមហ្នឹងបងអូនអើយឆ្ងាញ់ណាស់ជាងចិត្តខ្លាញ់វាមកដល់ជាតិតែម្ដងណាចាបងអូនអើយសម្លស្ងោរជ្រក់ត្រីក៏បានឆ្អិនហើយទុកបន្លែសិនក៏នាងខ្ញុំមកជៀនត្រីមួយមុខទៀតចាហើយត្រីនេះដែរនាងខ្ញុំអត់បានប្រឡាក់ខ្លួនឯងទេបងអូនអើយគឺនាងខ្ញុំទិញគេស្រាប់ទេប៉ុន្តែកន្លែងមួយហ្នឹងប្រឡាក់ឆ្ងាញ់ជាងខ្ញុំប្រឡាក់ទៀតណាបងអូនយ៉ាងជាតិតែម្ដងចឹងហើយមិនសូវបានទិញមកប្រឡាក់ខ្លួនឯងទេទិញតែគេប្រឡាក់ស្រាប់ចឹងមកដោយសារតែគេប្រឡាក់ឆ្ងាញ់ហ្នឹងបងអូនហូបជាមួយបាយកក់ក៏ត្រូវបបរសក៏ត្រូវបាយក្តៅក៏ត្រូវដែរបងអូនអើយហើយជាពិសេសអាត្រជាក់ទៀតរឹតត្រូវទៀតដែរបងអូនបើមានអាត្រជាក់ទៀតណាហើយជៀនត្រីក្រៀមនឹងដែរបងអូនអើយមិនហ៊ានដើរចោលទេទៅដើរចោលបន្តិចប្រកាសជាខ្លោចអស់ហើយចាដោយសារតែដាក់ទៅឆាប់ឆ្អិនមែនតើមកហើយឡើងឆាប់ក្រៀមហ្មងខ្ញុំបើកភ្លើងតិចណាបងអូនអត់ហ៊ានបើកភ្លើងខ្លាំងទេខ្លាចខ្លោចចឹងហើយនេះខ្ញុំមិនហ៊ានដើរចេញទេបងអូនអើយនៅអង្គុយនៅឈើមើលទៅនឹងចាដោយសារតែដើរចោលបានទេត្រីហ្នឹងចឹងហើយខ្ញុំយកអារម្មណ៍ចាស់ហើយអ្វីគាត់ចូលចិត្តត្រីងៀតម៉េះជាមួយអាឡឹកជាមួយស្វាយទុំអីចឹងឥឡូវដល់វ័យខ្ញុំនេះមិនតន់ចាស់ផងក៏ចូលចិត្តត្រីងៀតដែរបងអូនឥឡូវហ្នឹងនិយាយរួមមកទៅផ្សារអីឃើញត្រីងៀតល្អអីចង់ទៅទិញយកមកស្តុកទុកតែម្ដងចាទុកជៀនហូបបាយកក់ព្រឹកព្រលឹមឡើងអីបបរសអីចឹងបងអូនដោយសារតែព្រឹកឡើងហ្នឹងយើងអត់ដឹងថាធ្វើអីទិញអីហូបគេហូបអត់សូវឆ្ងាញ់ចឹងឯងមានធ្វើខ្លួនឯងទៅវាឆ្ងាញ់ជាងយើងទិញគេចឹងបងអូនឥឡូវគឺតែនិយាយត្រីងៀតឆ្អិនបាត់បងអូន